និយាយពីឈ្មោះលោក Boy Ho ក្នុងពិភពតន្ត្រីគ្មានអ្នកណាម្នាក់ដែលថាមិនស្គាល់ឡើយគេឈ្មោះរបស់លោកល្បីល្បាញដូចតួកុនគង់សំអឿនឬដូចលោកស៊ីនស៊ីសាមុតដូចឆ្នោះដែរក្នុងរង្វង់សិល្បៈតន្ត្រីមានអ្នកនិពន្ធឬតន្ត្រីករខ្លះមិនស្គាល់គ្នាអស់ទេព្រោះជួនកាលពួកលោកនៅវង់ភ្លេងផ្សេងគ្នាប៉ុន្តែចំពោះលោក Boy Ho ទោះតន្ត្រីករនៅវង់ណាភ្លេងណាឬអ្នកចម្រៀងជើងចាស់ជើងថ្មីតន្ត្រីករស្រករមុនស្រករក្រោយគឺសុទ្ធតែស្គាល់លោកយ៉ាងច្បាស់លោកក៏ជាអ្នកខេត្តបាត់ដំបងដោយលោកគង់ប៊ុនឈឿនដែរគ្រាន់តែលោកកើតនៅជនបទក្នុងភូមិស្ទឹងស្រុកបាណន់ដែលសម្បូរផ្អកត្រីប្រៃល្បីជាងគេដូច្នេះហើយទើបក្នុងបទបាត់ដំបងមានអ្វីឆ្ងាញ់លោកអួតពីភូមិស្នឹងនេះណាស់និងអួតពីទឹកដីខេត្តបាត់ដំបងហុយផ្សាយហើយគ្របរហូតដល់ទឹកដីត្បូងពេជ្រខេត្តបៃលិនទៀតផងឯលោកគង់ប៊ុនឈឿនអួតពីស្ទឹងសង្កែស្ពានអូតាគីថ្មគោស្រមោលស្នេហ៍វត្តគំរូមានបរជ្រឹងស្លាកែនក្រមុំរូបស្រស់និងតួតាឯងហែកបេះដូងឲ្យក្រុមគ្រានិយាយរួមក៏វ័យយើងមកពីខេត្តណារមែងអួតពីខេត្តរបស់ខ្លួនបែបនេះហើយនិយាយពីលោក Boy Ho វិញខ្ញុំក៏ដូចរៀបរាប់រូហោហែហើយលោកមានឈាមកាត់ខ្សែចិនដូច្នេះទើបពូកែរកស៊ីរកលុយបើកភ្នែកលុបមុខចេញលុយដើរលេងក៏នឹកឃើញរកលុយអង្គុយផឹកកាហ្វេក៏គិតចេញលុយញញឹមក៏កាប់លុយនិយាយរួមតាំងពីបើកភ្នែកដល់បិទភ្នែកហៅប៉ៅរបស់ដុំខៅរកលុយគ្រប់វិនាទីគឺជាកវីឆ្លាតខួរក្បាលពាណិជ្ជកម្មគំនិតរីកចម្រើនដើរទាន់សម័យកាលគឺហាលែងខ្លួនតួគុណសុំខ្មាស់រាល់ចម្រៀងដែលលោកនិពន្ធគឺត្រូវតែយកទៅលក់ថតថាសរុបលុយឬដាក់បញ្ចូលភាពយន្តលុយឥតនិពន្ធឲ្យគេច្រៀងបង្ហាយចោលបន្ធូរអារម្មណ៍ឬឲ្យគេច្រៀងផ្សាយវិទ្យុជាតិទទេឡើយខុសពីកវីផ្សេងដែលនិពន្ធដើម្បីបញ្ចេញភាពទុក្ខសោកព្រោះរឿងស្នេហាឲ្យធូរទ្រូងទោះបានលុយក៏បានទៅមិនបានលុយក៏អត់ទៅលោកគង់ប៊ុនឈឿនលោកម៉ៅឡាពីឬតន្ត្រីករផ្សេងមួយចំនួនទៀតឡើយលោក Boy Ho កំពូលអ្នករកលុយចេះក្បាច់គិតលុយបែបចិនយ៉ាងលឿនបើលោករស់នៅក្នុងបញ្ជីឈ្មោះអុកញ៉ាស្រុកខ្មែរប្រហែលក៏មានឈ្មោះលោកម្នាក់ផងដែរចំនួននោះកវីឬតន្ត្រីករផ្សេងជិះត្រឹមស៊ីក្លូឬម៉ូតូតែលោក Boy Ho ជិះរហូតដល់ឡានទំនើបមានផ្ទះថ្មល្អស្អាតលុយចាយពេញហោប៉ៅនិយាយពីកំណើតដំបូងដែលលោកចូលវិស័យសិល្បៈវិញលោកមានប្រភពនៅក្នុងវង់ភ្លេងយោធាភិរម្យជាមួយសំសាខនលោកកៅអែមនិងលោកអ៊ុយហែលជាដើមលោកមានស្នាដៃតាំងពីចុងសតវត្សទី50ជិតចូល60មកម្លេះនៅក្នុងសៀវភៅចម្រៀងចាស់ចំនួនទសវត្សទី50មានឃើញឈ្មោះលោកនិពន្ធចម្រៀងមួយចំនួនផងដែរលុះចាប់ពីទសវត្សទី60គ្រាដែលស្រុកខ្មែរមានហាងឆេងថាសរកលុយស៊ីផលិតចម្រៀងដាក់លោក Boy Ho ក៏ចាប់ផ្ដើមពីលោកទីផ្សារតែម្ដងលោកនិពន្ធចម្រៀងលោកឲ្យស្ទើរតែគ្រប់ហាងថាសចម្រៀងណាក៏មានឈ្មោះលោកឯអ្នកចម្រៀងវិញគឺស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់ច្រៀងបទចម្រៀងរបស់លោក Boy Ho ខុសពីកវីខ្លះតែងតែនិពន្ធឲ្យតែអ្នកចម្រៀងល្បីតែប៉ុណ្ណោះរហូតមកដល់ទសវត្សទី70កវីដែលមានល្បីឈ្មោះលេខ1នៅសម័យសាធារណរដ្ឋខ្មែរគឺលោក Boy Ho នេះឯងព្រោះលោកនិពន្ធតាំងពីព្រឹកទល់ល្ងាចលក់ឲ្យហាងថាសនានានិពន្ធដាក់ភាពយន្តទៅតាមការជួលរបស់ផលិតករនានាថាសចម្រៀងភាគច្រើនសុទ្ធតែមានឈ្មោះលោក Boy Ho លុះពីឆ្នាំ1973ដល់ឆ្នាំ1975គ្រាដែលស្រុកខ្មែរមានការវិវត្តផលិតចម្រៀងដាក់កាសែតលោក Boy Ho ក៏សម្រុកនិពន្ធទាំងយប់ទាំងថ្ងៃឲ្យអ្នកចម្រៀងនានាច្រៀងដាក់កាសែតបានច្រើនជាងកវីនិងតន្ត្រីករណាទាំងអស់
គុណឲ្យថៅកែថានានាមិនឆ្អែតលោកក៏បង្កើតបណ្ណាល័យកាសែតហើយនិពន្ធថតដាក់កាសែតផ្ទាល់ខ្លួនយ៉ាងភ្លុកទឹកភ្លុកដីទៀតផងអស្ចារ្យតែម្ដងគ្មានតន្ត្រីក៏ឬកវីណារកស៊ីឬរកលុយទាន់លោកវ៉យហូទេនិយាយអំពីស្នេហាវិញកាលអំឡុងឆ្នាំ2013អ្នកស្រីវ៉យណារីបានប្រាប់ថាលោកវ៉យហូមានភរិយា2តែលែងគ្នាដាច់មួយយកមួយទៀតភរិយាដំបូងរបស់លោកឈ្មោះអ្នកស្រីបូលោកក្រោយបានកូនមួយលោកវ៉យហូក៏បែកចិត្តលួចតាក់ទងស្នេហាជាមួយអ្នកស្រីតារាចំច័ន្ទដែលជាតួគុណដ៏ល្បីល្បាញក្នុងជំនាន់នោះមិនយូរប៉ុន្មានរឿងស្នេហាក្រោយវាំងននខ្មៅនេះក៏ត្រូវភរិយាស៊ើបដឹងហើយរករឿងលោកវ៉យហូឡើងក្រពុលមុខគ្រានោះហើយដែលភរិយាដើមបានដាក់ជំរើសឲ្យលោកពីរដើរសួរថាបើយកអ្នកស្រីតារាចំច័ន្ទត្រូវតែលែងលះអ្នកស្រីបើយកអ្នកស្រីគឺត្រូវតែបញ្ឈប់តាក់ទងស្នេហាជាមួយតារាស្រីចំច័ន្ទពេលនោះលោកពិបាកសម្រេចចិត្តព្រោះបើលែងប្រពន្ធគឺស្ដាយកូនត្រូវបែកគ្នាបែរមកបេះដូងលោកវិញគឺហោះទៅរកអ្នកស្រីតារាចំច័ន្ទបាត់ទៅហើយពេលនោះហើយដែលលោកបាននិពន្ធបទចិញ្ចីស្នេហាឲ្យលោកស៊ិនស៊ីសមុទ្រច្រៀងដោយសម្លេងមាសរបស់លោកស៊ិនស៊ីសមុទ្រគឺក៏បានអមដោយសម្លេងវីយូឡុងសណ្ដំព្រលឹងដ៏អន្លង់លួចរបស់លោកហាក់សាឡនផងដែរបែរមកភរិយាដើមអ្នកស្រីដឹងច្បាស់ថាទៅថ្ងៃទាំងមុខទោះរស់នៅជាមួយគ្នាក៏មិនអាចបានសុខសុភមង្គលទៀតឡើយព្រោះស្វាមីអស់ក្តីស្រឡាញ់ទៅហើយហេតុនេះក៏សម្រេចចិត្តប្តឹងដល់តុលាការលែងលះលោកវ៉យហូតែម្ដងលុះក្រោយពេលលែងលះដាច់ស្រេចលោកវ៉យហូក៏យកអ្នកស្រីតារាចំច័ន្ទជាភរិយាចេញមុខតែម្ដងហើយលោកក៏ជ្រោមជ្រែងអ្នកស្រីតារាចំច័ន្ទឲ្យក្លាយជាអ្នកចម្រៀងថែមទៀតដោយលោកបាននិពន្ធចម្រៀងជាច្រើនឲ្យភរិយាទី2នេះច្រៀងទាំងចម្រៀងថតដាក់ថាសនិងថតដាក់កាសែតប៉ុន្តែមុននឹងបានរួមរស់ជាមួយលោកស្រីតារាចំច័ន្ទលោកបានឆ្លងកាត់រឿងរ៉ាវជាប់គុកការតស៊ូជាច្រើនទៀតដូចជារឿងប្រឡោមលោកព្រោះម្ដាយអ្នកស្រីតារាចំច័ន្ទមិនចង់ឲ្យតាក់ទងលោកវ៉យហូទេហើយគ្រានោះនាំឲ្យកើតជាចម្រៀងជាច្រើនបទផងដែរជីវិតចុងក្រោយរបស់លោកវ៉យហូត្រូវបានពួកខ្មែរក្រហមសម្លាប់ជាមួយភរិយាលោកគឺអ្នកស្រីតារាចំច័ន្ទនៅម្ដុំចន្លោះខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ក្នុងរបបប៉ុលពតអំឡុងឆ្នាំ1975នេះបើតាមសម្ដីក្មួយស្រីរបស់លោក